រុស្ស៊ីប្រកាសជ្រើសរើសអ្នកបើកដ្រូនការពារទីក្រុងមូស្គូបាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទគណៈសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តយ៉ាងតានតឹងជាទីបំផុតប្រទេសរុស្ស៊ីបានចាប់ផ្ដើមយុទ្ធនាការថ្មីមួយដោយប្រកាសជ្រើសរើសអ្នកបើកដ្រូនដើម្បីចូលរួមការពារដែនអាកាសនៃទីក្រុងមូស្គូយោងតាមសេចក្តីផ្សាយរបស់ Reuters ការប្រកាសនេះត្រូវបានដាក់ផ្សាយលើ Headhunter ដែលជា website ស្វែងរកការងារធំជាងគេនៅប្រទេសរុស្ស៊ីការងារនេះស្ថិតក្រោមអង្គភាពស្ម័គ្រចិត្តមួយដែលមានឈ្មោះថា Combat Army Reserve Force ហើយមានភារកិច្ចការពាររដ្ឋធានីដែលប្រើបច្ចេកវិទ្យាដ្រូននិងប្រព័ន្ធតាមដានទំនើបអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបេក្ខជនមិនចាំបាច់មានបទពិសោធន៍ពីមុនឡើយគ្រាន់តែមានចំណេះដឹងបច្ចេកទេសមូលដ្ឋានមានឆន្ទៈរៀននិងអាចបំពេញភារកិច្ចបានទាំងពេលថ្ងៃនិងពេលយប់ក៏អាចដាក់ពាក្យបានដែរមូលហេតុសំខាន់គឺដោយសារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូនទៅលើទីក្រុងមូស្គូនិងតំបន់ជុំវិញការវាយប្រហារទាំងនោះបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់រួមទាំងរោងចក្រចម្រាញ់ប្រេងមួយនៅជាយទីក្រុងមូស្គូដែលត្រូវបានវាយប្រហារ2ដងក្នុងរយៈពេល3ថ្ងៃហេតុការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាលរុស្ស៊ីពង្រឹងប្រព័ន្ធការពារដែនអាកាសនិងបង្កើនការប្រើប្រាស់ដ្រូនសម្រាប់ការសង្កេតការណ៍និងការឆ្លើយតបរហ័សការងារដែលបានប្រកាសជ្រើសរើសរួមមានការរៀបចំដ្រូនមុនហោះហើរការបបដ្រូនការធ្វើបេសកកម្មសង្កេតការណ៍និងការប្រមូលទិន្នន័យពីលើអាកាសប្រាក់ខែចាប់ផ្ដើមប្រហែល 15,000 រូបក្នុងមួយខែដែលទាបជាងប្រាក់ខែមធ្យមនៅទីក្រុងមូស្គូប៉ុន្តែអង្គភាពបានអះអាងថាមានឱកាសអភិវឌ្ឍជំនាញនិងកើនប្រាក់ចំណូលតាមសមត្ថភាពបាទចំណុចនេះផងដែរបាទប្រិមិត្តគឺរុស្ស៊ីគឺលេងមែនតើម្ដងគឺយើងក៏មិនទាន់ដឹងថាតើរុស្ស៊ីចាប់ផ្ដើមអស់ទាហានឬក៏យ៉ាងណាដល់ថ្នាក់បាទបើយុទ្ធនាការជ្រើសរើសបានអ្នកបើកដ្រូនផងដែរចំណុចនេះបាទអ្នកវិភាគជាច្រើនយល់ថាដ្រូនបានក្លាយជាអាវុធដ៏សំខាន់មួយនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនតែរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែកំពុងវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាដ្រូនដើម្បីប្រើប្រាស់សម្រាប់ការសង្កេតការណ៍ការវាយប្រហារគោលដៅនិងការពារទីក្រុងការដែលរុស្ស៊ីចាប់ផ្ដើមជ្រើសរើសអ្នកបើកដ្រូនពីសាធារណជនបង្ហាញថាការគំរាមកំហែងពីការវាយប្រហារដោយដ្រូនលើទីក្រុងមូស្គូកំពុងក្លាយជាបញ្ហាសន្តិសុខដ៏ធ្ងន់ធ្ងរសរុបមកការជ្រើសរើសអ្នកបើកដ្រូនលើកនេះមិនត្រឹមតែជាការបង្កើនកម្លាំងការពាររដ្ឋធានីមូស្គូប៉ុណ្ណោះទេប៉ុន្តែការឆ្លុះបញ្ចាំងថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងឈានចូលដំណាក់កាលដែលបច្ចេកវិទ្យាដ្រូនដើរតួនាទីកាន់តែសំខាន់ជាងមុនផងដែរបាទពីខ្ញុំ Channel ព័ត៌មានអន្តរជាតិបាទកុំភ្លេចជួយចុច Like និង Subscribe អ្នកមួយផងប្រិយមិត្តអរគុណច្រើនជម្រាបលា